សួស្តីសិស្សនិស្សិតទាំងអស់បាទថ្ងៃនេះលោកគ្រូនឹងលើកយកមេរៀនទី5បាទmethod នៅក្នុងការ install ប្រព័ន្ធប្រតិបត្តិការបាទគឺរបៀបនៃការដំឡើងប្រព័ន្ធប្រតិបត្តិការបាទអញ្ចឹងក្រោយពីសិក្សាមេរៀននេះចប់បាទសិស្សនិស្សិតទាំងអស់នឹងមានសមត្ថភាពអាចពន្យល់ពីជំហានក្នុងការដំឡើងប្រព័ន្ធប្រតិបត្តិការ Windows បាទទី2គឺចេះពិពណ៌នាការដំឡើងដោយប្រើប្រាស់ custom បាទដូចជាការ clone ទៅលើ disk បាទ PEX ហើយនឹងការ unattend installation បាទទី3នឹងចេះបញ្យល់អំពី Windows boot sequence បាទជំហានបាទលំដាប់នៃការ boot របស់ Windows ការចាប់ផ្ដើមបាទ mode នៃការ start up បាទនឹងយល់អំពីកំណត់អត្តសញ្ញាណទៅលើ Windows account ប្រភេទនៃ Windows account ក៏ដូចជាការងារមុននឹងធ្វើការដំឡើង Windows និងចំណុចចុងក្រោយនឹងអាចបញ្យល់អំពីរបៀបនៃការ recovery បាទនឹងការជំរើសនៃការ upgrade ក៏ដូចជានីតិវិធីក្នុងការ restore ប្រព័ន្ធឡើងវិញអញ្ចឹងនៅក្នុងមេរៀននេះបាទមាតិកាដែលនឹងសិក្សាទី1គឺ basic Windows installation បាទការដំឡើង Windows ដោយជ្រើសរើសភាសាក៏ដូចជាតំបន់ក៏ដូចជា edition ក៏ដូចជាការជ្រើសរើស disk partition បាទ disk partition ហើយនឹងការបង្កើត account ដោយប្រើប្រាស់ single sign on SSO authentication ការប្រើប្រាស់បាទ administrator ក៏ដូចជា standard user account បាទការបាទប្រើប្រាស់ហៅ device manager validate correct hardware installation បាទនឹងការប្រើប្រាស់ Windows update ដែលផ្ដល់ patch ហើយនឹង switch patch បាទដើម្បីធ្វើឲ្យ Windows មានការប្រសើរឡើងនឹងយើងសិក្សាទៅលើបាទ custom បាទហៅ custom installation option ជំរើសនៃការដំឡើងបាទដូចជាការប្រើប្រាស់ disk clone បាទការប្រើប្រាស់ duplicate បាទ fully install OS ទៅកាន់ multiple device បាទហើយនឹងរបៀបជាច្រើនទៀតនិងចំណុចទី3គឺយើងនឹងសិក្សារបៀប upgrade method ក្នុងការ upgrade បាទនៅក្នុង in place upgrade preserve application and setting ក៏ដូចជាការ clean install បាទ wide drive ហើយនឹង require ទៅលើ complete backup Windows upgrade ទៅកាន់ Windows 8 Windows 10 បាទ Vista ហើយនឹងបាទតម្រូវការទៅលើ clean install ចំណុចទី4តាក់ទង Windows boot sequence យើងនឹងបញ្យល់ថានៅពេលយើង start Windows ដំបូងវានឹងចាប់ផ្ដើមពីណាទៅក៏ដូចជាការកៅ pause បាទ pause BIOS freeze CMOS boot បាទ device priority VR boot manager